បាទបន្តទៀតតកតងនឹងការដែលយើងរើសទៅលើ item នេះមានន័យថាយើងមើលអឺរបាយការណ៍អឺការទិញទៅលើអីវ៉ាន់ណាមួយមុខអញ្ចឹងណាបាទមួយមុខហ្នឹងតើយើងទិញចូលពីហាងហ្នឹងអស់ប្រហែលហើយបាទអញ្ចឹងយើងគ្រាន់តែរើសយកវាទៅហើយយើងអូខេអញ្ចឹងបើសិនជាវាអត់បង្ហាញរបាយការណ៍មានន័យយើងបានទិញចូលទេបាទប៉ុន្តែបើសិនជាយើងដោះគ្រាសកដាលចេញមានន័យថាវានឹងបង្ហាញការទិញទៅលើមុខទំនិញហ្នឹងគ្រប់ហាងទាំងអស់បាទមានហាងណាខ្លះវានឹងតម្លាក់ឲ្យយើងអញ្ចឹងរាល់របាយការណ៍ទាំងអស់គឺមាន Telegram ដូចគ្នាអញ្ចឹងបើសិនជាមេគាត់ត្រូវការរបាយការណ៍ណាគេគាត់ស្នើមកយើងបង្ហាញហើយយើងចុច Telegram មួយពឹបមកវានឹងលោតចូលទៅក្នុង Telegram របស់គាត់ដោយស្វ័យប្រវត្តិតែម្ដងបាទដែលយើងអត់ចាំបាច់ convert PDF ទេហ្នឹងហើយអូខេអញ្ចឹងខ្ញុំបញ្ជាក់ភាសាទៀតបើសិនតែយើងអឺដាក់គ្រាសលើចំណុចណាវានឹងរត់ចំណុចហ្នឹងណាឧទាហរណ៍ថាយើងដាក់គ្រាសថ្ងៃទីអញ្ចឹងមានន័យថាមើលថ្ងៃទីមួយខែហ្នឹងតើយើងទិញអីវ៉ាន់ពីអ្នកផ្គត់ផ្គង់ណាខ្លះហើយនឹងអីវ៉ាន់អីខ្លះវានឹងចេញមកប៉ុន្តែបើយើងដាក់គ្រាសកន្លែង vendor បាទមានន័យថាមើលតែហាងដែលយើងបានទិញចូលមានអីវ៉ាន់អីខ្លះវាចេញមកទាំងអស់ប៉ុន្តែបើយើងដាក់គ្រាសនៅកន្លែងនេះមានន័យថាវានឹងបង្ហាញនៅរបាយការណ៍ហាងដែលយើងទិញចូលមកទៅលើមុខទំនិញណាមួយពីហាងហ្នឹងហើយក្នុងមួយខែហ្នឹងបាទអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងណាតើតើនឹងរបាយការណ៍បាទ